មានរឿងអ្វីទៅមហាសេដ្ឋី Elon Musk ប្រកាសចាក់ចេញពីតំណែងជាទីប្រឹក្សាជាន់ខ្ពស់របស់ប្រធានាធិបតីអាមេរិក Donald Trump មីជាតិស្នាដៃខ្មែររសជាតិខ្មែរឆ្លុះបញ្ចាំងពីឧត្តមភាពឥឡូវនេះធនីគារអភិវឌ្ឍជនបទនិងកសិកម្មផ្ដល់ជូនឥណទានគាំទ្រសិប្បកម្មសហគ្រាសធុនតូចនិងមធ្យមជាមួយនឹងអត្រាការប្រាក់ត្រឹមតែ 5% ប៉ុណ្ណោះក្នុងមួយឆ្នាំធនីគារអភិវឌ្ឍជនបទនិងកសិកម្មដើម្បីកសិករនិងអភិវឌ្ឍសេដ្ឋកិច្ចសង្គមElon Musk បានលាលែងពីតំណែងក្នុងរដ្ឋាភិបាលរបស់ខ្លួនហើយពីក្នុងតំណែងជាទីប្រឹក្សាជាន់ខ្ពស់របស់ប្រធានាធិបតី Donald Trump និងបន្ទាប់ពីបានដឹកនាំកិច្ចខិតខំប្រឹងប្រែងក្នុងការកាត់បន្ថយនិងកែសម្រួលឡើងវិញនៅការិយាធិបតេយ្យសហព័ន្ធនៅអាមេរិកមហាសេដ្ឋីរូបនេះបានបង្ហោះអំពីការសម្រេចចិត្តរបស់លោកកាលពីថ្ងៃពុធមកនៅអាមេរិកតាមគេហទំព័រនៃបណ្ដាញសង្គមផ្ទាល់ខ្លួន X របស់លោកថាពេលវេលារបស់ខ្ញុំក្នុងនាមជាបុគ្គលិករដ្ឋាភិបាលពិសេសបានមកដល់ទីបញ្ចប់ហើយខ្ញុំសូមថ្លែងអំណរគុណចំពោះប្រធានាធិបតី Donald Trump ដែលបានផ្ដល់ឱកាសឲ្យខ្ញុំបានបញ្ចេញយោបល់ជាច្រើនដើម្បីកាត់បន្ថយការចំណាយដែលខ្ជះខ្ជាយកន្លងមកដែរគួរបញ្ជាក់ថាការចាកចេញរបស់លោក Elon Musk ពីតំណែងជាទីប្រឹក្សាជាន់ខ្ពស់របស់ប្រធានាធិបតីអាមេរិកនេះបានកើតឡើងមួយថ្ងៃបន្ទាប់ពីលោកបានរងនឹងការរិះគន់ចំពោះគម្រោងច្បាប់មួយដែលជាចំណុចសំខាន់នៃគោលនយោបាយនៃរបៀបវារៈនៃនីតិបញ្ញត្តិរបស់លោក Donald Trump និងបានបង្ហាញការខកចិត្តចំពោះគោលនយោបាយនោះផងដែរឆ្លុះបញ្ចាំងពីឧត្តមភាពមួយខ្ញុំឥឡូវសួរហៅតែមីជាតិឆាសុតមន់ទេយាយម៉ានមីជាតិឆាសុតមន់ឆាក៏ឆ្ងាញ់ឆុងក៏ឆ្ងាញ់